ចូលមកដល់ season ថ្មីភ្លាមផ្ទៃមេឃពេញអេក្រង់ហ្មងខ្ញុំទៅបានចូល check មើល game ទេគ្រាន់តែ check ភ្លាមឃើញមុខ hero នាំរឿងនេះតែម្ដងចំពោះវីដេអូមួយនេះខ្ញុំសូមអត់និយាយតាក់ទងជាមួយនឹងរឿងទាំងអស់ហ្នឹងទេយើងមកមើលខ្ញុំ unlock hero មួយហ្នឹងវិញព្រោះខ្ញុំឮថា hero មួយហ្នឹងយកលុយទិញ shot គឺអត់បានទេដល់តលាយ diamond ខ្លះ hero គេល្បីមកយូរដែរហើយប៉ុន្តែខ្ញុំនេះអត់ទាន់ដឹងទេថា hero ហ្នឹងរោអីគេដំបូងខ្ញុំគិតថាវាថេងប៉ុន្តែតាមពិតទៅវា support សោះ hero ហ្នឹងមើលទៅស្អាតមែនតែនមានកតុយអ្នកកតុយអីវា special ជាង hero ផ្សេងៗអញ្ចឹងណាសំបីថា background របស់វាក៏លយដែរតាក់ទងជាមួយទឹកការីតានៅទឹកដែរមិនតែគេធ្វើ background អញ្ចឹងទេដោយសារតែ hero មួយហ្នឹងគឺជា hero នាំរឿងយើងក៏អត់ដឹងថាវាមកពីប្រទេសណាដែរប៉ុន្តែគេប្រាប់ជាតំបន់វិញ hero មួយហ្នឹងក៏តាក់ទងជាមួយនឹងការីតាអីទៅនិយាយគេធ្វើមកគេខ្លាចយើងជេរដែរហើយដូចជាធម្មតាទេឲ្យតែចេញ hero ថ្មីគឺភ្ជាប់ជាមួយនឹង no more skin មកហើយប៉ុន្តែខ្ញុំឆ្ងល់ដែរអ្នកគ្នា no more skin នេះទៅជាអត់មាន background វិញវាចេញមកតាមមួយផ្លែទៅជាអត់ skin មាន background ហើយ skin របស់វានេះគេលក់មួយតែ31 diamond ទេស្អាតគ្រាន់បើវាដូរពណ៌ទៅជាពណ៌ផ្កាឈូកវិញអញ្ចឹងខ្ជូតស្អាតមិនខ្ជូតមិនឬមកក៏ hero នឹងមានរឿងមានអីក៏ខ្ញុំខ្ចីលេងដែរព្រោះវាជា support តែយ៉ាងណាក៏យើងត្រូវទិញវាដែរព្រោះខ្លាចតែវាជា limited អញ្ចឹងនៅពេលដែលហួសពេលទៅយើងទិញវិញអត់កើតនិយាយទៅ hero នេះយក diamond ទិញគឺដូចអត់ទិញអញ្ចឹងព្រោះចុងក្រោយយើងនៅតែ claim diamond របស់យើងនឹងបានមកវិញអត់ដែរទេហើយមាន20 diamond ឡើងគឺទិញវាកើតហើយគ្រាន់ថាយើងត្រូវថែមវាជាមួយនឹងកាក់របស់យើងនឹង 30000 ជាងដូចខ្ញុំអញ្ចឹងខ្ញុំទិញ hero នឹង20 diamond លាយជាមួយនឹងកាក់ 30000 ជាងហើយនៅពេលដែលខ្ញុំទិញហើយគឺខ្ញុំអាច claim diamond 20របស់ខ្ញុំនឹងគឺបានមកវិញទេនិយាយរួមទៅខាងមុនទុនធ្វើបែបហ្នឹងចង់ឲ្យតែខាង player ដាក់លុយទេតិចឲ្យច្រើនក៏ដោយឲ្យតែបានដាក់បើសិនជាអ្នកគ្នាចង់ដាក់ diamond ដើម្បីទៅទិញ hero នឹងដែរ10 20 diamond ក្តីអ្នកគ្នាអាចទៅដាក់នៅខាង website ក្រៅ baby store បានបើឆាតចូល page 10 20 diamond វាអាចនឹងពិបាកវេលលុយបន្តិចបើអ្នកគ្នាមានកង់ស្រួយបាញ់ប្រហែលសេនក៏បានដែរ